ព្រះរាជាណាចក្រកម្ពុជាជាតិសាសនាព្រះមហាក្សត្ររដ្ឋបាលរាជធានីភ្នំពេញរដ្ឋបាលខណ្ឌបឹងកេងកងលេខ058/26សជណសេចក្តីជូនដំណឹងស្តីពីការរុះរើតូបលក់ដូរនៅជុំវិញចិញ្ចើមរបងវិទ្យាល័យជាស៊ីមបឹងកេងកងក្នុងសង្កាត់បឹងកេងកងទី1ខណ្ឌបឹងកេងកងរាជធានីភ្នំពេញយោងស្មារតីអង្គប្រជុំកាលពីថ្ងៃទី23ខែមិថុនាឆ្នាំ2026របស់រដ្ឋបាលរាជធានីភ្នំពេញរដ្ឋបាលខណ្ឌបឹងកេងកងសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋនិងអាជីវករទាំងអស់ដែលកំពុងលក់ដូរនៅជុំវិញចិញ្ចើមរបងវិទ្យាល័យជាស៊ីមបឹងកេងកងក្នុងសង្កាត់បឹងកេងកងទី1ខណ្ឌបឹងកេងកងរាជធានីភ្នំពេញមេត្តាជ្រាបថាកន្លងមកក៏ដូចជាបច្ចុប្បន្នមានបងប្អូនប្រជាពលរដ្ឋនិងអាជីវករមួយចំនួនបានសង់តូបនិងដាក់លក់ដូរនៅជុំវិញចិញ្ចើមរបងវិទ្យាល័យជាស៊ីមបឹងកេងកងដែលសកម្មភាពនេះខុសច្បាប់និងរំលោភលើចិញ្ចើមផ្លូវសាធារណៈដើម្បីរក្សាបាននូវសន្តិសុខសុវត្ថិភាពសណ្ដាប់ធ្នាប់សាធារណៈអនាម័យបរិស្ថានសោភនភាពនិងការបង្ការហានិភ័យនានាដែលកើតឡើងជាយថាហេតុសូមបងប្អូនរុះរើតូបលក់ដូរកូនឈើរោងរនាំងនិងសម្ភារៈផ្សេងៗទាំងអស់នៅជុំវិញចិញ្ចើមរបងវិទ្យាល័យជាស៊ីមបឹងកេងកងក្នុងសង្កាត់បឹងកេងកងទី1ខណ្ឌបឹងកេងកងរាជធានីភ្នំពេញចេញឲ្យអស់ដោយរក្សាចិញ្ចើមផ្លូវនេះជាប្រយោជន៍សាធារណៈសម្រាប់ប្រជាពលរដ្ឋនិងសិស្សានុសិស្សធ្វើចរាចរណ៍រដ្ឋបាលខណ្ឌបឹងកេងកងទុកឱសានវត្តរយៈពេល02សប្តាហ៍14ថ្ងៃដោយគិតចាប់ពីថ្ងៃចេញសេចក្តីជូនដំណឹងនេះតទៅក្នុងករណីបងប្អូនមិនអនុវត្តតាមសេចក្តីជូនដំណឹងនេះទេអាជ្ញាធរមានសមត្ថកិច្ចនឹងចុះចាត់វិធានការរុះរើតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ហើយរាល់ការខូចខាតឬបាត់បង់ទ្រព្យសម្បត្តិរបស់បងប្អូនអាជ្ញាធរមិនទទួលខុសត្រូវឡើយរដ្ឋបាលខណ្ឌបឹងកេងកងសង្ឃឹមជឿជាក់យ៉ាងមុតមមថាក្រោយពីទទួលបានសេចក្តីជូនដំណឹងនេះលោកស្រីដែលជាអាជីវករលក់ដូរខាងលើទាំងអស់មេត្តាយោគយល់និងចូលរួមសហការអនុវត្តសេចក្តីជូនដំណឹងនេះឲ្យមានប្រសិទ្ធភាពខ្ពស់ថ្ងៃពុធ10កើតខែបឋមសាទឆ្នាំម៉មីអត្តស័កពុទ្ធសករាជ2570បឹងកេងកងថ្ងៃទី24ខែមិថុនាឆ្នាំ2026អភិបាលនៃគណៈអភិបាលខណ្ឌបឹងកេងកងសុខសម្បត្តិ